សូមជម្រាបសួរបងប្អូនទាំងអស់គ្នាបើសិនជាមានតម្រូវការទីងមងយកទៅហាយនៅទីនភាសាខាងមុខនេះអាចតាក់ទងមកបានខាងផ្ទះទីងមងមានសេវាកម្មលក់និងជួលរួមទាំងជួសជុលទីងមងចាស់ៗឲ្យក្លាយជាទីងមងថ្មីបងប្អូនអាចរកទិញបាននៅផ្ទះទីងមងសម្រាប់យកទៅហាយទីនភាសាថ្ងៃខាងមុខបើសិនជាព្រះសង្ឃលោកចៅព្រះអធិការត្រូវការអាចតាក់ទងមកបានខាងផ្ទះទីងមងមានទទួលធ្វើនឹងកំងបងប្អូនប្រកាសជាឆ្ងល់ថាផ្ទះទីងមងមានអាស័យដ្ឋាននៅខាងណាដែរទីតាំងនៅឃុំតាលុនក្បែរកំពង់ចម្លងចុងកោះតាលុនបើបងប្អូនមកពីភ្នំពេញកាត់តាមផ្លូវជាតិលេខ 21B គឺមកដល់ចំណុចស្ពានទី29បងប្អូនក្រឡេកមកមើលឆ្វេងដៃគឺឃើញផ្ទះទីងមងដែលមានអក្សរខ្មែរថាផ្ទះទីងមងនៅសញ្ចាប់ជញ្ជាំងផ្ទះដោយនៅខាងមុខផ្ទះគឺមានរូបទីងមងដ៏ធំមួយអាចនិយាយថាធំមែនទែនអ្នកទាំងអស់គ្នាឥឡូវកុំឲ្យខាតពេលខាតវេលាយូរយើងចូលទៅមើលថាក្នុងផ្ទះទីងមងមានអ្វីខ្លះនេះអ្នកទាំងអស់គ្នាទីងមងដែលខ្ញុំប្រាប់ថានៅពីមុខផ្ទះគឺធំបែបនេះបាទធំមែនតើឥឡូវយើងចូលទៅមើលទាំងអស់គ្នាថាលោកគ្រូនិងបងគាត់កំពុងធ្វើអ្វីដែរក្នុងនេះគឺមានយក្សមានមនុស្សមានអីជាច្រើនដែលសម្រាប់បងប្អូនយកទៅហែថ្ងៃបុណ្យទានវស្សាខាងមុខបាទរូបនេះគឺគេកំងអ្នកខ្លះក៏គេត្រូវការមកជួសជុលដើម្បីឲ្យបងនិងលោកតាកែប្រែដើម្បីឲ្យទីងមងចាស់ខ្លាចជាទីងមងថ្មីរីឯបងប្រុសម្នាក់នេះគាត់កំពុងតែថតហើយបងប្រុសម្នាក់ទៀតកំពុងតែដាក់ក្រវិលនិងតុបតែងបាទចំណាប់បងម្នាក់នេះវិញអូមើលមៀតគាត់មិនចោលមិនខុសពីទីងមងអ្នកគ្នាបាទទីងមងខ្លះក៏គេកំងទៅទីងមងខ្លះក៏យកមកជួសជុលកែកុនថ្មីរីឯម្នាក់នេះគាត់សែនមែនតើដោយសារតែទីងមងរបស់គាត់នេះបាក់បែកយកមកកែប្រែធ្វើទីងមងថ្មីបាទចំពោះការធ្វើទីងមងគឺគេដំបូងឡើយគេសូនដីឥដ្ឋដើម្បីធ្វើជារូបអ្នកនរគ្នាបន្ទាប់ពីសូនហើយគេចាប់ផ្ដើមប្រើស្មាច់បិទជាមួយកាវទុកឲ្យស្ងួតរួចហើយបានគេវាយយកដីឥដ្ឋចេញវិញអាហ្នឹងក៏លក្ខណៈខ្ញុំដឹងខ្លះប៉ុន្តែស៊ីជម្រៅតតែលោកតានិងបងដែលជំនាញសំខាន់ជាងគេការធ្វើទីងមងនេះគឺការសូនរូបបើសូនរូបស្អាតទីងមងក៏ជាស្អាតដែររួមទាំងទឹកដៃនិងបទពិសោធន៍ច្រើនឆ្នាំផងដែរថ្ងៃណាទំនេរចាំខ្ញុំមកមើលបងគាត់សូនរូបបើតាមលោកអ៊ំគាត់មានប្រសាសន៍ផ្ទះគាត់នេះគឺដល់ខែបនទានបែបនេះគឺទីងមងគេកំងច្រើនណាស់មិនត្រឹមតែប៉ុណ្ណោះទេមានសារព័ត៌មានរូប TV ក៏ធ្លាប់បានបញ្ចុះផ្សាយកន្លែងគាត់ដែរអញ្ចឹងបានជាគាត់មានភាពល្បីល្បាញអ្នកកំងទូទាំងប្រទេសអ្នកនរគ្នាមិនថាក្នុងស្រុកឬក៏ក្រៅខេត្តទេគឺកំងបានទាំងអស់រូបនេះស្អាតមែនតើអ្នកគ្នាមុខឡើងសខ្ចីញញក៏ប៉ុន្តែចម្លើយម្យ៉ាងគឺពាក់ត្រឡោកដូងខ្ញុំសោះចំណោចមែនតើថាចំរូបមនុស្សប្រុសប៉ុន្តែមានពាក់ត្រឡោកដូងហើយរូបខ្លះទេក៏គាត់នៅចាស់ហើយគាត់ទុកចោលទៅរូបខ្លះទេក៏គេយកមកជួសជុលអ្នកនរគ្នាអញ្ចឹងរូបមានច្រើនរូបម្នាក់នេះខ្ញុំគិតថាឆ្ងល់មែនតើអ្នកគ្នាពុកមាត់សមមបែបនេះកុំថាមិនស្អាតអ្នកគ្នាដោយសារតែមិនទាន់ឡើងពណ៌មិនទាន់ខាត់ប៉ូលាទេតែរូបម្នាក់វិញដូចលោកតាមួយដែលជាតារាចម្រៀងជើងចាស់ពីសង្គមដើមមានសមតព្រមមើលទៅមុខក៏ប្លុកក៏ប្លែកបាទទស្សនវិជ្ជាថ្ងៃនេះគឺខ្ញុំមកពេលល្ងាចហើយមានបងប្អូនជាច្រើនដែលមកមើលទស្សនានេះជាបងមួយដែលជាកូនប្រុសរបស់លោកអ៊ំដែលជាស្ថាបនិកអញ្ចឹងក៏ថាបានដែរព្រោះលោកអ៊ំគាត់ថាគាត់មានបទពិសោធន៍ជាច្រើនឆ្នាំហើយការធ្វើទីងមងនេះហើយទីតាំងរបស់គាត់នេះគឺល្បីមែនតើសម្រាប់នៅស្រុកស្អាងឲ្យតែគេថាផ្ទះទីងមងគឺពីណៃគេក៏ស្គាល់ដែរចំណែកទីងមងតាំងនៅលើតុនេះដល់គ្នាសិតទីងមងដែលគេកំងអញ្ចឹងការធ្វើទីងមងនេះគឺផ្ដោតទៅលើបទពិសោធន៍និងជំនាញហើយមានទាំងយក្សមានទាំងស្អីស្អាតមានចឹងទេវតាមានទាំងអីក៏មានដែរបាទហើយខាងក្រោយនេះគឺជាទ្រុងនេះគឺយើងធ្វើសម្រាប់លក់ដូចគ្នាបាទការធ្វើមានទូចមានធំបងប្អូនទាំងគ្នាទាំងទ្រុងទាំងខោអាវគឺមានទាំងអស់សម្រាប់ទីងមងចំណែកលោកអ៊ំគឺជាម្ចាស់ហើយលោកអ៊ំក៏មានជំនាញរាប់សិបឆ្នាំមកដែរនៃការធ្វើទីងមងនេះពីមុនយើងធ្លាប់តែឃើញទីងមងយើងធម្មតាឥឡូវទីងមងស្រុកស្អាងធំណាស់បងប្អូនអ្នកខ្លះក៏មានតូចតែហើយស្អាតជាងមុនឆ្ងាយណាស់ដោយសារតែមានការប៉ូលានិងការច្នៃប្រឌិតជាចុងក្រោយបើសិនជាបងប្អូនត្រូវការទីងមងកុំភ្លេចផ្ទះទីងមងស្រុកស្អាងសូមអរគុណច្រើន